ដូចជានិយាយចឹងតែស្នេហាមួយគឺវាអាចផ្លាស់ប្ដូរអារម្មណ៍របស់យើងបានគ្រប់យ៉ាងផ្លាស់ប្ដូរការនៅរបស់យើងបានមាន2 3ក្នុងពេលតែមួយប៉ុន្តែដល់ពេលមួយហ្នឹងគឺគេចាប់បានពី17ដល់20ឆ្នាំគឺខ្ញុំនៅរៀងអត់ទៅខ្វល់អីច្រើនប៉ុន្តែដល់ពេលមួយដែលខ្ញុំជួបអ្នកដែលខ្ញុំស្រឡាញ់ហើយខ្ញុំស្រឡាញ់គាត់គឺថា100ហ្មងគឺខ្ញុំធម្មតាយើងដែរស្រឡាញ់ទៅនៅពេលដែលយើងស្រឡាញ់គឺ100ហ្មងប៉ុន្តែយើងក្រោយគឺគេ cheat on យើងចឹងទៅវ័យ18ចុះព្រោះថា18ឡើងវាអាចនឹងមានភាគរយដែលវាអាចទៅអនាគតមួយគ្នាច្រើនប៉ុន្តែបើសិនជាស្នេហាដែលក្រុម18ហ្មងខ្ញុំគិតថាភាគរយដែលករណីអាចដែលវាអាចដល់អនាគតហ្នឹងវាមានតិចមែនតើហ្មងពេលដែលអណៃជា straight អណៃជាមនុស្សប្រុសពេញលក្ខណៈហើយយើងទៅថតរឿង BL ចឹងអណៃដែរគិតថាអូវាប៉ះពាល់ដល់ credit ខ្ញុំជាមនុស្សប្រុសវាប៉ះពាល់ដល់គេឈ្មោះជាមនុស្សប្រុសគេអាចមើលមកគេយល់ច្រឡំថាខ្ញុំមិនមែនជា straight អីចឹងអណៃដែរគិតរឿងហ្នឹងជាលក្ខណៈស្នេហាឬក៏មនុស្សជុំវិញខ្លួនយើងមើលមកអញ្ចឹង